បាទថ្ងៃនេះខ្ញុំមកស្រាយចម្ងល់បងប្អូនយើងមួយចំនួនបងប្អូនបាទភាគច្រើនគាត់ឆ្ងល់ថាពេលចុចកុងតាក់ដេរទៅមិនបានភ្លើងនឹងអ៊ីវអ៊ីវបាទហើយមិនបានដេរអត់ឆេះហើយដេរអត់ឆេះហ្នឹងវាខូចអីបាទឥឡូវខ្ញុំមកប្រាប់បងប្អូនបាទដេរអត់ឆេះហ្នឹងភ្លើងអ៊ីវអ៊ីវអញ្ចឹងវាខ្សោយអគុយបងប្អូនបាទម៉ូតូដុតដេរអត់ឆេះវាមានច្រើនបាទច្រើនកំហូចដែរបាទប៉ុន្តែសញ្ញាហ្នឹងគឺសញ្ញាខ្សោយអគុយហើយបងប្អូនណាបាទវីដេអូនេះបើសម្រាប់បងប្អូនដែលគាត់ទៅតែរៀនជាងអីត្រូវហើយបាទជាងម៉ូតូណាបាទមើលទៅដឹងតែចេះហើយបាទហើយបើសិនជាដេរអត់ឆេះហើយមានអាការៈផ្សេងទៀតជួនកាលភ្លើងហ្នឹងអត់ភ្លឺបាទជួនកាលភ្លើងហ្នឹងវាភ្លឺចុចកុងតាក់ទៅវានៅនឹងបាទភ្លើងនៅតែភ្លឺវាអត់អ៊ីវអត់អីហ្នឹងអាការៈវាផ្សេងពីគ្នាបងប្អូនហើយកំហុសក៏ផ្សេងពីគ្នាដែរបាទអញ្ចឹងឥឡូវខ្ញុំដូរអគុយបាទហើយរបៀបដូរអគុយបងប្អូនមើលទៅបាទមានហើយតាមរបៀបតាមអីចឹងបងប្អូនណាបាទកន្លែងហ្នឹងបងប្អូនត្រូវតែប្រហើបវាបានតែប៉ុណ្្នឹងទេបាទបើមិនសិនជាបងប្អូនទាញវាឲ្យផុតអគុយហ្នឹងហ្មងក៏អត់មកដែរបងប្អូនបាទវាតឹងខ្សែបងប្អូនបាទឥឡូវខ្ញុំដោះវាចេញមួយសិនបាទហើយចាំដោះវាមួយទៀតហ្នឹងបានកើតបើមិនចឹងទេបងប្អូនតោងអត់ចេញទេបាទបងប្អូនមួយចំនួនគាត់ហើយមិនដឹងថាកន្លែងអគុយហ្នឹងកន្លែងណាផងបងប្អូនបាទគាត់មិនសូវចាប់អារម្មណ៍ណាបាទអញ្ចឹងខ្ញុំធ្វើឲ្យមើលបាទឥឡូវចាប់មកចំហៀងខាងបោកនឹងមុនទៅបាទអានេះអគុយថ្មីបងប្អូនបាទព្រោះអីវាខ្សោយបាទចាប់វាអាណែនហើយទៅបងប្អូនហើយបើសិនជាកន្លែងហើយក្បាលអគុយហ្នឹងកន្លែងហើយចាប់ក្បាលអគុយហ្នឹងវាស្នឹមវាអីបងប្អូនជួយសម្អាតផងបាទសម្អាតឲ្យស្អាតទៅបានចាប់វិញទៅប្រើសាកបានល្អបាទឥឡូវចាប់ក្នុងហើយខ្ញុំចាប់ដើមបាទដាក់ខាងក្រៅមួយទៀតបាទហើយបើសិនជាបងប្អូនគិតថាវីដេអូខ្ញុំល្អបាទមានប្រយោជន៍ចំពោះបងប្អូនបាទសូមជួយ share បាទឲ្យអ្នកមួយផងបងប្អូនណាបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូល្អបាទវីដេអូចំណេះដឹងសម្រាប់បងប្អូនបាទឲ្យមើលរាល់ថ្ងៃបងប្អូនណាបាទឥឡូវខ្ញុំចាប់ផ្ដើមមូលទៀតហើយបងប្អូនបាទមូលគ្រាប់ទៀតណាបាទហើយមូលហើយអាចបញ្ឆេះមើលបានហើយបាទតើបញ្ឆេះអត់បាទឥឡូវខ្ញុំបញ្ឆេះហើយបាទម៉ូតូនេះឆេះហើយបងប្អូនបាទឆេះហើយបន្ទាប់ពីឆេះហើយនៅមានការងារបន្តទៅមុខទៀតបាទសម្រាប់ជាងណាបងប្អូនបាទបើសិនជាបងប្អូនដោះដូរខ្លួនឯងអត់មានឧបករណ៍បាទវាស់បាទសម្រាប់ភ្លើងសាកចូលអគុយទេជួនកាលវាខូចបងប្អូនវាខូចយ៉ូតខូចអីទៅវាអត់សាកអគុយឬក៏ដាច់ខ្សែសាកទៅបងប្អូនអត់ដឹងទេអញ្ចឹងដាក់អគុយអត់បានយូរទេដល់2 3ថ្ងៃអស់អំណាចអគុយថ្មីហ្នឹងគឺវាដេរលេខឆេះទៀតហើយអញ្ចឹងសម្រាប់ជាងគឺសាកបងប្អូនណាគឺសាកឲ្យមើលឲ្យហើយហ្មងបងប្អូនកុំឲ្យពិបាក